សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបង្កើតនៅវីដេអូមួយទៀតហើយវីដេអូនេះតកតទៅនឹងការបង្ហាញពីការបង្កើតនៅ user និង group ជាដំបូងយើងចូលមកកាន់ពុធីយើងមកហើយនេះខ្ញុំលុប in វាជា root បន្តមកខ្ញុំធ្វើការបង្កើតនៅ group គឺខ្ញុំប្រើ group add ដាក់ឈ្មោះក្រុមយើងចង់មកកើតយើងដាក់អីក៏បានដែរអញ្ចឹងចាប់ដើមមកក្រុម add អញ្ចឹងខ្ញុំដាក់ IT ចុះតមកខ្ញុំបង្កើតក្រុមមួយទៀតដាក់ ITE ចុះតមកយើងប្រើ gethen group IT ដើម្បីមើលថាវាហ្នឹងឯងបង្កើតវាបានជោគជ័យអត់ចឹងណានេះក្រុម IT របស់យើងគឺវាបង្កើតបានហើយអញ្ចឹងយើងឆែកមើលទៀតតទៅនឹងក្រុម ITE តែវាជោគជ័យអត់នេះក្រុម ITE ខ្ញុំក៏ជោគជ័យដែរបន្តមកយើងចូលទៅធ្វើការបង្កើតនៅ user ម្ដងយើងប្រើ user add option M ហើយយើងដាក់ឈ្មោះuser យើងដាក់អ្វីក៏បានដែរតែយើងចង់ដាក់ចឹងណាអញ្ចឹងយើងចាប់ដើមបង្កើតមកចឹងខ្ញុំបង្កើត IT student ទៅហើយខ្ញុំបង្កើតថែមមួយទៀតមកខ្ញុំដាក់ ITE studentបន្ទាប់មកយើងធ្វើការ assign នៅ password ឲ្យ user មួយយើងប្រើ passwd ហើយយើងដាក់ឈ្មោះ user មកដើម្បីមើលដើម្បី pass នៅ password យើងទៅឲ្យនៅ user របស់យើងមួយអញ្ចឹងចាប់ផ្ដើមមក passwd យើងមកហើយយើងដាក់ឈ្មោះនៅ user យើងចឹងដើម្បី set នៅ password ឲ្យវាចឹងណា IT student នេះវាឲ្យយើងបញ្ចូលនៅ password យើងឯងpassword យើងនេះតតែ strong វាមានលេខវាមានអក្សរវាមានសញ្ញាអីផ្សេងអញ្ចឹងណាចឹងខ្ញុំបញ្ចូល password នេះមក
កន្លែង retry new password នេះមានន័យថាវាឲ្យយើង confirm នៅ password យើងដាក់មិញហ្នឹងម្ដងទៀតអញ្ចឹងយើង confirm password យើងមិញមកនេះគឺខ្ញុំ assign password ឲ្យវាជោគជ័យហើយជាខ្ញុំ assign password មួយទៀតឲ្យ ITE student នេះដូចតែមុនហ្នឹងយើងដាក់ password ដូចគ្នាបាទនេះជោគជ័យដូចគ្នាបន្ទាប់មកយើងធ្វើការ add នៅ secondary group ដែលយើងប្រើ user mode option AG ហើយយើងដាក់ឈ្មោះនៅ user ឬក៏ group ដែលយើងចង់ឲ្យវាមាន secondary group ចឹងណាអញ្ចឹងយើងចាប់ផ្ដើមបង្កើតវាមក user modeតមកយើងបង្កើតនៅ secondary group នៅ ITE របស់យើងទៀតមកឥឡូវនេះយើងបង្កើតហើយយើងត្រូវការតមកយើងធ្វើការ verify ID ដើម្បីមើលថាយើងបង្កើត secondary group ហ្នឹងវាជោគជ័យអត់ចឹងយើងចាប់ផ្ដើមមកយើងប្រើ ID ហើយឈ្មោះនៅអ្វីដែលយើងមើលចឹងណានៅអ្វីដែលយើងចង់មើល secondary group ចឹងណាអញ្ចឹងខ្ញុំដាក់ IT student មកនេះ secondary group គឺខ្ញុំបានបង្កើតហើយអីគឺមាន IT student ហើយនិង IT ចឹងយើងឆែកមើលវាមួយទៀតមក ITE student តើវាជោគជ័យដូច IT យើងអត់នេះវាចេញមកហើយចឹងមានន័យថាយើងបង្កើត secondary group ហ្នឹងវាជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការដូរនៅ private group យើងប្រើនៅ common group add យើងបង្កើតនៅ primary យើងចង់ដាក់ឈ្មោះមិនក៏បានដែរអញ្ចឹងណាចឹងយើងចូលមកកាន់ command line យើងមកអញ្ចឹងខ្ញុំដាក់ឈ្មោះ primary មួយចុះតមកខ្ញុំបង្កើតវាមួយទៀត
ខ្ញុំដាក់វា primary 2 ទៅតមកយើងធ្វើការ switch group ចឹងណាដល់យើងប្រើនៅ command line user mode option G primary 1នៅឈ្មោះ user យើងចឹងណាយើងចាប់ផ្ដើមមក user mode យើងមកតមក option G ជានេះ primary ដែលយើងបង្កើតនឹងមក IT studentបន្តមកខ្ញុំធ្វើការបកកើតនៅមួយទៀតដែរបដូរនៅ user មួយទៀតនៅទៅកាន់ ITE student ជាខ្ញុំប្រើ user mode ទៀតមកឥឡូវ IT student ទៅជា primary 1ហើយនឹង ITE student ទៅជា primary 2តមកខ្ញុំធ្វើការបង្កើតនៅ file មុនពេលយើងផ្លាស់ប្ដូរខ្ញុំប្រើស៊ូ IT student ដើម្បីបដូរនៅ user ចឹងណាខ្ញុំចាប់ផ្ដើមមកឥឡូវយើងបដូរ user បានហើយបន្ទាប់មកខ្ញុំបង្កើតនៅ directory មួយនៅលើ user របស់ខ្ញុំប្រើ mkdir ខ្ញុំដាក់before dia តមកខ្ញុំបង្កើតនៅ file directory ខ្ញុំដាក់ឈ្មោះខ្ញុំបង្កើតដោយ command line attach ខ្ញុំដាក់ before file ទៅតមកយើងប្រើ command line ls ដើម្បីមើលនៅ directory យើងបង្កើតមិញថាយើងបង្កើតវាជោគជ័យអត់ចឹងណាចឹងយើងប្រើ ls option l មកនេះវាប្រាប់យើងនេះតាក់ទងនឹង directory យើងហើយនឹង file របស់យើងបែបបង្កើតហើយមិញហ្នឹងគឺវាបង្កើតបានហើយបន្តមកយើងធ្វើការចាក់ចេញវាមកយើងប្រើនៅ command line exit ដើម្បីចាក់ចេញពី user ហ្នឹងឥឡូវយើងមកស្ថិតនៅក្នុង root ហើយ root របស់យើងដដែលហើយខ្ញុំធ្វើការបង្កើតនៅ file យើងបដូរវាមកក្នុង IT student មកគឺយើងប្រើ command line ស៊ូទៀតមក option IT student ទៀតមកអូខេអានេះវាបញ្ជាក់យើង login ថ្ងៃណាអញ្ចឹងណា log out បន្តមកយើងធ្វើការ
បង្កើត directory មកកន្លែងនេះខ្ញុំចង់និយាយតិច directory before និង after មុនយើងផ្លាស់ប្ដូរ primary បើសិន primary យើងនៅក្នុង original នៅ IT student ទេកន្លែងហ្នឹងពេលដែលយើងបង្កើត file IT student ហ្នឹងនៅក្នុង primary មួយបើសិនយើងអត់ដូរ primary ទេកន្លែង primary មួយឈ្មោះ IT student ឈ្មោះ primary បញ្ជាក់ពីការផ្លាស់ប្ដូរកម្មសិទ្ធិរបស់នរណាម្នាក់របស់នរណាគេក្នុងការផ្លាស់ប្ដូរ primary ឬផ្លាស់ប្ដូរកម្មសិទ្ធិរបស់ file ដែលបន្តមកខ្ញុំឲ្យសិតទៅលើ IT student ទៅជារូបចឹងណាខ្ញុំចាប់ផ្ដើមបង្កើតនៅdirectory យើងមក after ជាមកតមកយើងធ្វើការ tag យើងបង្កើត file នេះនេះ after ដែរ after file តមកយើងប្រើ ls នេះយើងបង្កើតហើយមិញហ្នឹង after d ហ្នឹងឥឡូវខ្ញុំយល់ហើយខ្ញុំធ្វើការចេញពី user IT student សិនខ្ញុំប្រើពាក្យ insert enter មកនេះវាបញ្ជាក់ថាយើងចេញពី user IT student ហើយយើងមកលើកក្នុងរូបវិញហើយតមកខ្ញុំធ្វើការប្រើនៅ command user mode ag តមកខ្ញុំចូល command ជើងមក user mode option agតមកខ្ញុំធ្វើការបដូរនៅ user មកគឺស៊ូខ្ញុំបដូរហើយបើសិនបើយើងចង់ដឹងថាយើងនៅណាយើងប្រើ sudo who.rm ខ្ញុំចូល command line យើងមក sudo and sudo នោះវាដូចគ្នាទេយើងប្រើ who.rm ចាំទៅយើងនៅណាទេណាមកដល់ត្រង់នេះឲ្យយើង verify password យើងដាក់មុននឹងហ្នឹងណាបន្ទាប់ពីយើងដាក់ password ហើយវាបញ្ជាក់ថា IT student យើងហ្នឹងជា root ដែរអញ្ចឹងខ្ញុំបាយ password ខ្ញុំចូលមកនេះវាបញ្ជាក់ឲ្យថា IT student របស់យើងគឺជា root អរគុណវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេសូមជម្រាបលា